អត់ច្បាស់ថាគូបណ្ដឹងពីណាទៅមុនទេខ្ញុំខានអានសភៅបន្លំលោកបាក់ស្នេហាយូរហើយយូរមែនទែនហ្មងណាប៉ុន្តែថ្ងៃនេះចង់មក review សភៅបែបមនោសញ្ចេតនាស្នេហារបៀប second chance letters to Molly by អ្នកនិពន្ធអីខ្ញុំមិនភ្លេចឈ្មោះអ្នកនិពន្ធដែរព្រោះអីនេះជាសភៅទី1ដែលខ្ញុំបានអានពីអ្នកនិពន្ធហ្នឹងបើខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំចំណាយពេលប្រហែលជាមួយខែចូល2ខែហ្នឹងយូរមែនតើឡើងខ្ញុំភ្លេចហ្មងណាបើខ្ញុំអានសភៅហ្នឹងចប់អ្នកនរគ្នាជឿអត់ប៉ុន្តែមិនមែនដោយសារតែសភៅគេល្អទេសភៅគេល្អអានទេគ្រាន់តែថាយើងខ្លួនឯងយើងអានអត់ចូលប៉ុន្តែខ្ញុំនៅតែអានបញ្ចប់វាចឹងព្រោះអី Tickets គាត់ highly recommended ហើយគាត់ថាបងបីអានទៅអត់ខុសទេអត់ស្ដាយក្រោយ Finally ខ្ញុំអានចប់ហើយអរគុណទៅ Tickets សភៅហ្នឹងល្អអានសម្រាប់អ្នកដែលគាត់ចូលចិត្តបែបមនោសញ្ចេតនាស្នេហាមនុស្សពីរអ្នកដែលស្រឡាញ់គ្នាខ្លាំងហ្មងប៉ុន្តែគាត់នៅគ្នាត្រូវគាត់ទៅបែកគ្នាហើយក្រោយមករបៀបថាពួកគាត់អត់គ្នាបានអញ្ចឹងណាចាប់ផ្ដើមដឹងយល់ថាអូខេនៅលើโลกនេះអត់មានណាល្អជាងមនុស្សម្នាក់ហ្នឹងទេសភៅនឹងចង់និយាយពី Molly and Finn ពីអ្នកគាត់ស្រឡាញ់គ្នាតាក់ទងគ្នាតាំងពីពួកគាត់នៅរៀនសាកលស្រឡាញ់គ្នាតស៊ូមួយគ្នាក៏បានការទៅក៏គាត់មានកូន2នាក់ស្រីមួយប្រុសមួយហើយក៏មាន business ជាមួយគ្នាអញ្ចឹងមានន័យថា2នាក់ហ្នឹងទាំងកន្លែងការងារទាំងនៅក្នុងផ្ទះនិយាយទៅគឺពួកគាត់នៅមួយគ្នារហូតធ្វើការក៏មួយគ្នាអីក៏មួយគ្នាអញ្ចឹងណាស្ដាប់ហើយក្រោយមកដូចជាមិត្តភក្តិចិត្តដិតរបស់គាត់បានស្លាប់ត្រូវជាប្តីរបស់ Poppy គឺជាមិត្តភក្តិចិត្តដិតរបស់ Molly ហើយ Poppy ត្រូវជាប្អូនប្រកាសរបស់ Finn ដែលយល់lạiពួកគាត់ស្រឡាញ់គ្នាខ្លាំងតែម្នាក់គឺ surviving ខ្លួន grieving អ្នកកាន់ទុក្ខរបស់ Jamie នឹងដល់ចឹងទៅរបៀបថាពួកគាត់ focus លើការបាត់បង់នឹងពេក to the point គាត់ភ្លេចអ្នកនៅជុំវិញខ្លួនណាភ្លេចអ្នកដែលនៅរស់Big Fan ចឹងគាត់ប្រកាសខ្លួនគាត់ទៅមើលឡើងធ្វើការគាត់ focus ទៅធ្វើការហ្មងពួកគាត់មានកូនចិត្តមួយគាត់ថាបើសិនជាថ្ងៃណាមួយទៅអត់ពីគាត់សក់គាត់ស្លាប់បាត់ដូច Jamie ចឹងណាប្រពន្ធកូនគាត់ទៅជាយ៉ាងណាអញ្ចឹងវាថាគាត់ប្រឹងធ្វើតការដើម្បីថាបើអត់ពីគាត់ទៅប្រពន្ធកូនគាត់គឺរស់ស្រួលគាត់មានអាការគិតអញ្ចឹងដល់អញ្ចឹងទៅយូរទៅភ្លេចថាអត់ជួយប្រពន្ធ Molly នៅផ្ទះឥឡូវមានកូនមើលទៅកូនហើយធ្វើការដូចគ្នា Molly ក៏ធ្វើការដែរហើយមកដល់ផ្ទះហត់នៅផ្ទះទៀតអីទៀតហើយប្តីអត់សូវយល់ចិត្តទៀតដល់អញ្ចឹងទៅយូរទៅគេថាគាត់រៀង lonely ណា and she made the worst mistake of her life គឺគាត់ cheated on her husband អានោះអត់ spoil ទេយើងបើកសភៅមកគឺគេប្រាប់យើងហើយថា Finn និង Molly ពួកគាត់លេងគ្នាហើយដោយសារតែ Molly គាត់មានone night stand ជាមួយមនុស្សប្រុសផ្សេងអីចឹងហើយចឹងទៅ Finn ទទួលយកបានក៏សុំលេងលះគ្នា fast forward ជាប្រហែលឆ្នាំក្រោយមកដោយសារតើបងប្អូនពួកគាត់អីហ្នឹងអ្នកជំនាញនោះគឺពួកគាត់ចិត្តដិតគ្នាដូច Molly មួយ Poppy អីចឹងទៅ Finn ចង់ he still around ពួកអីទៅ co-parenting ចាំកូនមួយគ្នាទៅអត់ក៏គាត់នៅតែឃើញគ្នារាល់ថ្ងៃ Finn ក្រោយមកក៏គេ date អ្នកផ្សេងមានសង្សារមានអីតែ Molly អត់មានអាគេក្រៅពីតាំងពីលេងគ្នាមក Molly ក៏ single រហូតប៉ុន្តែដល់សប្តាហ៍មានថ្ងៃមួយហ្នឹងមានសពតមួយផ្ញើចូល mailbox របស់ Molly ណាហើយ Molly ក៏គាត់មើលទៅ it's actually សពតពី Finn ប៉ុន្តែមិនមែន Finn អ្នកផ្ញើមកឯណាហើយសពតហ្នឹងយូរហើយតាំងពីពួកគាត់ស្គាល់គ្នាដំបូង Finn គាត់មានទម្លាប់មួយពេលដែលគាត់មានអីក្នុងចិត្តគាត់អត់ចង់គាត់អត់ហ៊ាននិយាយប្រាប់ Molly វាថាមនុស្សប្រុសគាត់សិតចិត្តបញ្ចេញអារម្មណ៍ចឹងទៅគាត់ទៅសេក្នុងសពតហើយគាត់ដែរ plan ថាយកសពតហ្នឹងឲ្យ Molly អាននេះគាត់ថាគាត់ទៅសេហើយចោលទុកសម្រាប់ខ្លួនឯងអញ្ចឹងណាប៉ុន្តែមិនដឹងជាមិនអស់គ្នាហ្នឹងគឺឆ្ងល់មកថាអ្នកណាអ្នកផ្ញើសពតហ្នឹងមកយូរណាស់ហើយ5-6ឆ្នាំមកណាហើយបើឥឡូវទៅតែផ្ញើមកដល់អញ្ចឹងទៅចាប់ពីពេលដែល Molly ក៏ទទួលបានសពតហ្នឹងសពតខ្លះក៏ល្អទៅសពតខ្លះក៏អាក្រក់ទៅថ្ងៃខ្លះពួកគាត់ខឹងគ្នាឈ្លោះគ្នា Finn សរសេរតាមកំផឹងអីចឹងនិយាយទៅគឺឃើញទាំងអស់ប៉ុន្តែក៏អរគុណសពតហ្នឹងដែរបើកុំមានសពតហ្នឹងក៏ពួកគាត់នៅតែអត់យល់គ្នាចឹងហើយមកទៅក៏ពួកគាត់ចាប់បានយល់គ្នាហើយក៏ពួកគាត់ចង់ផ្សះផ្សាគ្នាវិញ Finn គាត់ជំនះថាហ្នឹងហើយគាត់ចង់បាន Molly មកវិញមានរឿងច្រើនទៀតនៅក្នុងសភៅហ្នឹងបងអ្នកនរគ្នាចង់ដឹងលម្អិតអានខ្លួនឯងទៅ recommended គាត់តែថា it's not my cup of tea ពេលខ្លះរឿងកន្លែងខ្លះវាយើងវាខំណាយើងវាខំជំនួសថាបើសិនជាខ្ញុំអត់ធ្វើអញ្ចឹងទេបើសិនជាខ្ញុំអត់ងងមកថាហ្នឹងទេឬអញ្ចឹងវាមានត្រង់ចំណុចណានោះដែលខ្ញុំអត់ agree ជាមួយសភៅហ្នឹងតោះនឹងសភៅ romance វាអត់មាន plot twist អីញ៉ៃញ៉ៃអីច្រើននេះវិញឆ្ងាយឯគាត់តែថាសភៅហ្នឹងវាមានអា plot twist មកកន្លែងណាមួយហ្នឹងដែរចុងក្រោយឡើង Finn និង Molly គាត់ដឹងថាអូអ្នកណាជាអ្នកផ្ញើសពតហ្នឹងទៅពួកគាត់អីអញ្ចឹងណាចឹងខ្ញុំរេតសភៅហ្នឹងឲ្យ3.3 លើ 5អត់ទាបពេកអត់ខ្ពស់ពេកហ្នឹងហើយចឹងសរុបមកវិញសភៅហ្នឹងល្អអានសមនឹងតម្លៃដល់ពេលវេលារបស់យើងណាដូចជាមានតែប៉ុណ្្នេះទេថ្ងៃនេះ Happy reading see you next time